អាចមានបុគ្គលិកចាប់ពីម្នាក់2នាក់3នាក់4នាក់គឺយើងបន្តសកម្មភាពនឹងជានិច្ចដោយសារអីគ្រប់ផ្នែកទាំងអស់គឺយើងត្រូវតែមានមនុស្សទៅធ្វើការងារព្រោះពីដំបូងមកគឺខ្ញុំចាប់អារម្មណ៍ទៅលើអំបិលម្ទេសគឺខ្ញុំចង់ចេះចង់ដឹងចង់រៀនថាធ្វើម៉េចបានទទួលបានជាមួយនឹងអំបិលម្ទេសឆ្ងាញ់អញ្ចឹងហើយខ្ញុំក៏បានសិក្សាស្រាវជ្រាវជាពិសេសខ្ញុំបានចំណេះដឹងអំពីការលាយអំបិលម្ទេសពីគ្រូសាពីបងប្អូនរបស់ខ្ញុំសាច់ញាតិរបស់ខ្ញុំដែលគាត់មានជំនាញខាងលាយអំបិលម្ទេសហើយគឺមានរសជាតិឆ្ងាញ់អញ្ចឹងខ្ញុំក៏ចាប់ផ្ដើមគិតថាបើសិនជាយើងយកអាចចំណេះដឹងការលាយអំបិលម្ទេសនឹងដែលមានរូបមន្តពិសេសរសជាតិខុសគេប្លែកពីគេយកមកបើកអាជីវកម្មវានឹងបានផលអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមគិតបែបកំណត់ថាយើងអាចរកស៊ីយើងអាចយកវាមក apply នៅក្នុង business របស់យើងឧទាហរណ៍ថាយើងចាប់ផ្ដើមជាអាជីវកម្មលក់ជូរជាមូលដ្ឋានគ្រឹះគឺខ្ញុំមានទំនុកចិត្តខ្លាំងទៅលើអំបិលរបស់ខ្ញុំអញ្ចឹងហើយគឺយើងចាប់ផ្ដើមរៀបចំទូដំបងហ្នឹងក៏យើងរៀបអត់ធំប្រហែលដែរបងប្អូនគឺទូចមួយឯងដែលទូហ្នឹងគឺយើងដាក់តាំងលក់នៅមុខផ្ទះខ្លួនឯងតែម្ដងដែលយើងចាយដើមទុនតិចមែនទេយើងចាប់ផ្ដើមរៀបចំទូស្អាតយើងចាប់ផ្ដើមទិញម្ជូរស្រស់ទិញម្ជូរត្រាំអំបិលម្ទេសដែលយើងលាយហើយហ្នឹងយើងចាប់ផ្ដើមវាយកន្លច្រកដាក់តាំងពេញទូដើម្បីឲ្យមើលឃើញសោភ័ណភាពស្អាតអញ្ចឹងបានវាមានភាពតាក់ទាញដល់អតិថិជនដែលគាត់មកគាត់បានភ្លក់ជាមួយនឹងអំបិល